បាទចំពោះលំហាត់នេះគឺគេឲ្យយើងពេញចន្លោះមានអ្នកក្នុងប្រមាណវិធីគុណអញ្ចឹងក្នុងប្រមាណវិធីគុណពេលដែលយើងគុណគឺយើងយកភាគយកគុណភាគយកភាគបាញ់គុណភាគបាញ់មានន័យថាយកអាលើគុណអាលើអាខុំគុណអាខុំអញ្ចឹងក្នុងលំហាត់នេះគេឲ្យមក3លើ7គុណជាមួយនឹង6លើ81អញ្ចឹងយើងពេញមកយើងដាក់អាខាងលើនេះគឺ3គុណនឹង6បាទអញ្ចឹងយើងគុណធម្មតាមកមានន័យថាយក3គុណនឹង6ទៅ6 3ដងគឺ18ខាងក្រោមនេះយក81គុណជាមួយនឹង7មកអញ្ចឹងឃើញ126បាទចំពោះលំហាត់ខកន្លែងនេះគឺគេឲ្យមក14ហើយអញ្ចឹងខាងនេះមានតែ13ខាងក្រោមគឺយើងយក35គុណជាមួយនឹង25បាទអញ្ចឹង13គុណនឹង14យើងធ្វើមកទីគុណមកឃើញ182ចំពោះខាងក្រោម35គុណនឹង25ចេញធ្វើមកទីគុណមកឃើញ875កវិញយើងគុណដូចគ្នាចឹងមកចានេះគេដាក់មក101អញ្ចឹងខាងក្រោយនេះគឺ28ខាងក្រោមនេះគេឲ្យមក215ហើយអញ្ចឹងមានន័យថានេះគឺខ្វះ51បាទអញ្ចឹងយើងគុណទៅបាទខាងលើគឺ28ខាងក្រោមឃើញ10កុដ965លំហាត់ខយើងដាក់មកអានេះ111គុណនឹង28លំហាត់កយនឹងខនេះដូចតែគ្នាហ្នឹងតែជាគេច្រឡំមិនទៅបាទចានេះយើង215គុណនឹង51មកចម្លើយវាគឺដូចគ្នាហ្នឹង28អានេះ10កុដ965បាទលំហាត់ទី2នេះគេឲ្យយើងចូលគណនាផលគុណប្រភេទនិងប្រភេទខាងក្រោមអញ្ចឹងការគុណប្រភេទដូចខ្ញុំនិយាយវីដេអូមុនអញ្ចឹងគឺយើងយកភាគយកគុណភាគយកភាគបែងគុណភាគបែងអញ្ចឹងលំហាត់កនេះគេឲ្យមក1លើក2គុណជាមួយនឹង3លើក2បាទអញ្ចឹងយើងយក1នេះគុណនឹង3ខាងក្រោមយក2គុណនឹង2អញ្ចឹងខាងលើបាន3គុណនឹង1បាន3ខាងក្រោម2គុណ2ឃើញ4បាទនេះចម្លើយរបស់វាលំហាត់ខ2លើ5គុណនឹង4លើ7អញ្ចឹងយើងបាន2គុណនឹង4ខាងក្រោម5គុណនឹង7បាទ4 2ដង8 7 5ដង35បាទគុណយកចឹងមកហើយតែយើងស្ទាត់មេលេខលំហាត់ក7លើ10គុណនឹង4លើ21បាទអញ្ចឹងយើងបាន7គុណ4ខាងក្រោម10គុណនឹង21បាទអញ្ចឹងយើងគុណទៅ28លើអានេះ210លំហាត់ខ6លើ8គុណនឹង7លើ9បាទយើងយកមក6គុណនឹង7 8គុណនឹង9បាទ42លើ72បាទលំហាត់ង3លើ31គុណនឹង27លើ101បាទចឹងយក3គុណនឹង27អានេះ31គុណនឹង101បាទចឹងយើងគុណមកឥឡូវយើងឃើញ81អាក្រោមយើងឃើញ31លំហាត់ចគេឲ្យមក51លើ77គុណនឹង19លើ56បាទអញ្ចឹងយើងយក51នេះគុណនឹង19 77គុណនឹង56បាទអញ្ចឹងយើងគុណមកយើងឃើញ969លើ4312បាទលំហាត់ឆ38លើ67គុណនឹង72លើ88បាទអញ្ចឹងស្មើ38
គុណនឹង72 67គុណនឹង88ចឹងចម្លើយវាឃើញ27 36 58 96បាទយើងចូលលំហាត់ចូល91លើ100គុណជាមួយនឹង81លើ91បាទអញ្ចឹងយើងដាក់91គុណនឹង81មកខាងក្រោមយក100នេះគុណនឹង91បាទអញ្ចឹងចម្លើយខាងលើរបស់វាគឺឃើញយើងអាចសម្រួលចោលលឿនជាងនេះ91មក91អស់អញ្ចឹងនៅសល់81លើ100ចំពោះលំហាត់នេះលំហាត់ណាយើងសម្រួលបានយើងអាចសម្រួលវាទៅស្រួលគុណលំហាត់ឈ19លើ29គុណនឹង99លើ109បាទស្មើនឹង19គុណជាមួយនឹង99 29គុណនឹង109បាទអញ្ចឹងយើងគុណមកចម្លើយវាគឺឃើញ1881ខាងក្រោមឃើញ31 61បាទញោទំហំញោគេឲ្យមក22លើ18គុណនឹង35លើ68បាទអញ្ចឹងយើងយក22នេះគុណនឹង35មក18គុណនឹង68អញ្ចឹងវាស្មើនឹង770លើ1224បាទលំហាត់ដល់95លើ69គុណនឹង73លើ113បាទអញ្ចឹងវាស្មើនឹង95គុណនឹង73 69គុណនឹង113បាទចម្លើយរបស់វាគឺឃើញ69 35លើ577 97ថ11លើ25គុណនឹង3លើ5ស្មើ11នេះគុណនឹង3លើ25គុណនឹង5បាទចាលើឃើញ33លើ125បាទចំពោះលំហាត់នេះគេឲ្យយើងពេញចន្លោះអញ្ចឹងមានន័យថាយើងមើលតាមព្រួយដែលគេឲ្យមកនេះយើងអាចយក3លើ5នេះគុណជាមួយនឹង7លើ31មកចេញកន្លែងគេសួរហើយអញ្ចឹងយើងអាចធ្វើតាមវិធីដូចធម្មតាមកមានន័យថាយើងយក3លើ5នេះគុណនឹង7លើ31បាទអញ្ចឹងយើងដាក់3លើ7គុណ3គុណនឹង7លើ5គុណនឹង31បាទអញ្ចឹងយើងគុណទៅឃើញ21លើ15 5បាទចម្លើយវាគឺឃើញប៉ុណ្ណេះយើងដាក់ពេញមកគឺ21លើ155ដល់ពេលមកជួរទៀតយើងមើលតាមព្រួយគេមកយើងយក2នេះគុណគ្នាមកអញ្ចឹងយើងបាន11លើ51គុណនឹង73លើ57អញ្ចឹងបាន11គុណនឹង73លើ51គុណនឹង57បាទអញ្ចឹងយើងគុណមកចម្លើយវាគឺឃើញ803លើ2900បាទចម្លើយវាឃើញប៉ុណ្នេះអញ្ចឹងពេលយើងឃើញចម្លើយនេះយកមកពេញកន្លែងសញ្ញាសួររបស់គេហ្នឹងមកហើយចំពោះពីលើចុះក្រោមធ្វើដូចគ្នាមកមានថាយើងយក3លើ5នេះគុណនឹង11លើ51ស្មើ3គុណនឹង11លើ5គុណនឹង51បាទអញ្ចឹងយើងបាន33លើ25 255ហើយយើងយកវាមកពេញមកកន្លែងនេះ33លើ255បាទជួយឈរមួយទៀតគឺ7លើ31គុណនឹង73លើ57បាទអ
ចឹងយើងបាន7គុណនឹង73ខាងក្រោម31គុណនឹង57បាទអញ្ចឹងចម្លើយវាគឺឃើញ511លើ1767បាទយើងឃើញចម្លើយហើយយើងយកទៅបំពេញនៅក្នុងចន្លោះហ្នឹងមកបាទចំពោះលំហាត់ទី2យើងធ្វើដូចគ្នាអញ្ចឹងមកបាទអញ្ចឹងយើងយក15លើ17នេះគុណនឹង33លើ54បាទអញ្ចឹងនេះខ្ញុំគុណយកចម្លើយយកហ្មងទៅយើងបាន495លើ918មួយទៀត43លើ67គុណនឹង52លើ78បាទអញ្ចឹងខ្ញុំគុណមកអាខាងលើឃើញ22 36លើ52 26បាទចំពោះពីលើមកក្រោមវិញយើងយក15គុណនឹង17 15លើ17គុណនឹង43លើ67បាទអញ្ចឹងយើងគុណមកយើងឃើញ645ចែកឲ្យ11 39មួយទៀត33លើ54គុណនឹង52លើ78បាទស្មើនឹង1716លើ4212បាទហើយយើងអាចយកកតុយនេះចម្លើយកតុយនេះមានន័យថាយើងយក2នេះគុណគ្នាក៏បានយកខាងលើ2នេះគុណគ្នាក៏បានដែរអញ្ចឹងខ្ញុំយក2ខាងក្រោមនេះគុណគ្នាទៅបាទយក645លើ1139គុណនឹង1716 4212បាទអញ្ចឹងយើងគុណមកលេខនេះគ្រាន់តែគុណទៅវាឃើញច្រើនតិច11068 247 97 468បាទនេះចម្លើយរបស់វា